บัดบ่าជំរាបសួរបងប្អូនប្រជាកសិករដែលជាអ្នកចិញ្ចឹមគោបាទហើយនេះគឺខ្ញុំចេញវីដេអូពីការព្យាបាលទៅលើគោមេផើមមួយក្បាលដែលយើងសង្ស័យថាវាកើតជំងឺអុតក្តាមថាហេតុអីបានយើងសង្ស័យថាកើតជំងឺអុតក្តាមបាទហើយហេតុអីបានជាការសង្ស័យធ្វើពេទ្យសត្វយូរណាស់ហើយនៅតែសង្ស័យទៀតយើងមិនអាចថាវាជំងឺពិតជាជំងឺ100អត់ក្តាម 100% ទោះយើងដឹងថាវាឈឺជំងឺនឹងក៏ពិតមែនប៉ុន្តែយើងមិនបានដូចជាពេទ្យមនុស្សយើងពិភាក្សារោគរបស់វាជួសឈាមជួសអីឲ្យបានត្រឹមត្រូវទេណាបងប្អូនណាអញ្ចឹងអានេះគឺយើងមើលនឹងផ្នែកទទេតែម្ដងគឺយើងអាស្រ័យលើបទពិសោធន៍របស់យើងអញ្ចឹងដោយសារខ្ញុំបកស្រាយកន្លែងហ្នឹងមានអ្នកគាត់មួយចំនួនគាត់បាទច្រើនគ្នាដែរគាត់ថាធ្វើពេទ្យអីមិនបាននៅតែសង្ស័យបាទកន្លែងហ្នឹងគឺសូមអាងអញ្ចឹងបងណាអញ្ចឹងអានេះយើងសង្ស័យថាវាកើតជំងឺអុតក្តាមដោយសារទី1បាទកញ្ចក់ជើងរបស់វាបាទវាមានលបើកខ្លះអញ្ចឹងទៅហើយទី2នោះគឺវាមានបាទហូរទឹកមាត់បាទតាមមាត់របស់វាហ្នឹងបាទបងប្អូនអ្នកធ្លាប់ចិញ្ចឹមគោគឺដឹងហើយកន្លែងហ្នឹងហើយមួយទៀតនោះគឺគោនេះគឺវាបាទគឺវាអត់ស៊ីចំណីវាអន់ចំណីមិនទៅទីអៀងហើយទៀតសោតហ្នឹងគឺយើងសង្កេតមើលទៅលើគូតរបស់វាបាទគោខ្លះវាអាចក្តៀនតែគោនេះគឺវាលាមកវាមិនរីកហើយក៏មិនក្តៀនដែរប៉ុន្តែវាមានជាលក្ខណៈបាទសបោមកណាបងប្អូនណាបាទលាមកវាធម្មតាប៉ុន្តែវាអាចជួសមកពេលខ្លះលាមកទៅបាត់ហើយប៉ុន្តែវានៅសបោទៀតលីឈាមបងប្អូនណាហើយសម្រាប់ការព្យាបាលទៀតនោះបាទបន្តបន្តិចទៀតនេះយើងនឹងបាទប្រាប់បងប្អូនពីថ្នាំដែលយើងព្យាបាលថាតើយើងព្យាបាលទៅលើជំងឺដែលយើងសង្ស័យថាជំងឺអុតក្តាមទៅលើគោក្របីរបស់យើងហ្នឹងបាទយើងប្រើទៅលើថ្នាំអីហើយពិសេសទៀតនោះគោនេះគឺមានវាមានវាផើមបងប្អូនណាបាទវាមានកូននៅក្នុងហ្នឹងអញ្ចឹងយើងប្រើប្រាស់ថ្នាំយើងគួរតែប្រុងប្រយ័ត្នឲ្យមែនទែនមិនថាគោក៏ដោយឆ្កែក៏ដោយបាទសត្វដែលមានគេហៅថាផើមមានកូននៅក្នុងពោះយើងប្រុងប្រយ័ត្នបន្តិចនៅក្នុងការចាក់ព្យាបាលបាទហើយនេះគឺបាទដល់វគ្គដែលយើងប្រាប់ពីថ្នាំហើយយើងមានដូចជាអីគេខ្លះបាទប្រភេទថ្នាំផ្សំរបស់យើងប៉ង់ស្រាប់ជាមួយនឹងប៉ារ៉ាហើយនឹងមានកាល់ស្យូម B12 ទៀតបាទយើងចាក់តែប៉ុណ្្នឹងទេបាទប៉ុន្តែគោនេះយើងចាក់ប៉ុណ្្នឹងហើយបងប្អូនណាគឺខ្ញុំសរុបឲ្យតែម្ដងយើងចាក់ថ្នាំនឹងហើយឃើញថាវានៅតែមិនស៊ីបាទអញ្ចឹងក៏យើងបានបន្តទៀតក៏យើងបានចាក់រហូតដល់ប្រភេទសេត្រីបណ្ដែរបាទយើងចាក់ថ្នាំអីសេត្រីមានដូចជាប្រភេទថ្នាំត្រជាក់ប្រភេទអីទៀតចឹងណាបងប្អូនណាវានៅតែមិនទាន់ស៊ីហ្នឹងបាទហើយសួរថាតើវាត្រូវជាមួយថ្នាំអីបាទហើយសម្រាប់ដែលយើងត្រូវនោះគឺប្រភេទថ្នាំហ្នឹងគឺយើងមិនគួរចាក់ទៅលើមេផើមទេបងប្អូនប៉ុន្តែដោយសារយើងចាក់ថ្នាំផ្សេងហ្នឹងបាទពីមុនហ្នឹងវាអត់សមប្រកបជាមួយមេនេះទេហើយណាមួយបងប្អូននឹងស្រាប់ហើយអ្នកចិញ្ចឹមគោប្រភេទគោដែលវាមានកូននៅក្នុងពោះកាលណាយើងសង្ស័យថាវាកើតជំងឺអុតក្តាមនោះគឺវាប្រឈមទៅនឹងការរលូតកូនណាបងប្អូនណាបាទកាលណាប្រឈមជាមួយនឹងការរលូតកូនដូច្នេះក៏យើងបានសាកសួរទៅលើម្ចាស់ដោយសារយើងពេលខ្លះបាទការប្រើប្រាស់ថ្នាំនេះយើងចាក់ដើម្បីព្យាបាលមេនេះប៉ុន្តែវាប៉ះពាល់ទៅលើកូនណាថ្នាំហ្នឹងគឺខ្លាំងអញ្ចឹងខ្ញុំសម្រេចចិត្តបាទប្រើទៅលើដូចជា Flor Doxy ដែលមានអុកស៊ីតេត្រាមែនទេបងប្អូនក៏អាចប្រើបានដែរបាទនៅពេលដែលយើងប្រើជាប្រភេទគ្រួសាររបស់តេត្រាហ្នឹងឃើញថាវាស៊ីមកវិញបាទការជួសរបស់វាល្អបាទឃ្លាវខ្លាខ្លំមកវិញណាបងប្អូនណាប៉ុន្តែសួរថាចុះសម្រាប់បងប្អូនកសិករដែលមានបញ្ហាជំងឺដូចគ្នានេះតើគួរតែយកថ្នាំប្រភេទតេត្រាយកទៅប្រើបាទប្រើបានប៉ុន្តែជាដំបូងគួរតែប្រើប្រភេទថ្នាំផ្សះដូចជាប៉ង់ស្រាប់ឬក៏សេត្រីអីឬក៏ប្រភេទដែលវាមិនប៉ះពាល់ទៅលើបាទកូនរបស់វាណាបងប្អូនណាបាទបើយើងប្រើហើយវានៅតែមិនបាត់ចាំយើងរើសបាទថ្នាំហ្នឹងយកមកប្រើដូចតេត្រាហ្នឹងបាទព្រោះវាអាចប៉ះពាល់ទៅលើកូនតែដោយសារតែវាមានបញ្ហាទៅលើជំងឺនេះក៏វាអាចក្តៅប៉ះពាល់ទៅលើកូនដែរអញ្ចឹងក៏យើងបាន
បាទសាកសួរទៅលើម្ចាស់សត្វថាមុនយើងប្រើថ្នាំហ្នឹងវាមានផលប៉ះពាល់យ៉ាងម៉េចបាទយើងមិនមែនចេះតែឃើញគោយើងបូមថ្នាំចាក់ទេបងប្អូនណាមានបញ្ហាគោរបស់ពួកគាត់មិនសប្បាយចិត្តទេបាទព្រោះអ្នកណាក៏ដោយក៏គាត់ស្រឡាញ់សត្វចិញ្ចឹមរបស់គាត់ណាបងប្អូនណាយើងប្រយ័ត្នមែនទែននៅក្នុងការព្យាបាលអញ្ចឹងគោនេះគឺសរុបមកគឺកូនរបស់វាមិនអាចនៅទេបងប្អូនណាប៉ុន្តែយើងព្យាបាលបានជួយសង្គ្រោះទៅលើមេបាទវាបានជាសះស្បើយបាទតែយើងប្រើទៅលើថ្នាំតែខ្ញុំបានប្រាប់ទៅលើបាទបង្ហាញទៅលើបងប្អូនណាបាទអញ្ចឹងបងប្អូនដែលមានចម្ងល់បាទអាចសាកសួរខ្ញុំតាមលេខទូរស័ព្ទ call មកក៏បានប៉ុន្តែពេលខ្លះរវល់មិនបានលើកទេបងប្អូនក៏អាចបាទឆាតតាម Telegram បានដែរបងប្អូន Telegram របស់ខ្ញុំហ្នឹងបាទវាមានលេខ087 406 16ហើយមួយខ្សែទៀត097 937 17 បងប្អូនអាចសាកសួរគ្រោះយោបល់បាទពីជំងឺបងប្អូនចង់ធ្វើការទិញថ្នាំតាមរយៈខ្ញុំបាទសត្វចិញ្ចឹមបងប្អូនមានបញ្ហាអីយើងអាចសាកសួរផ្ដល់យោបល់គ្នាទៅថាគួរប្រើថ្នាំអីចឹងទៅបាទនឹងធ្វើការផ្ញើជូនបងប្អូនបាទ24 25ខេត្តក្រុងហ្នឹងបាទទៅដល់ណាក៏ដល់ដែរបងប្អូនណាព្រោះសម័យនេះយើងងាយស្រួលឆ្ងាយក៏ដូចចិត្តដែរបងប្អូនណាអត់បញ្ហាទេនៅពេលដែលយើងប្រឹក្សាយោបល់នេះហើយដឹងតែវាមានបញ្ហាអីយើងសង្ស័យតើកើតជំងឺអីយើងដាក់ថ្នាំផ្ញើជូនបងប្អូនណាបងប្អូនណាយើងងាយស្រួលទាំងអស់គ្នាយើងសត្វតែជាបងប្អូនខ្មែរយើងទាំងអស់គ្នាយើងមានអីយើងក្រែងចែកម្លែកមានការលាក់បាំងទេបងប្អូនណាបាទហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហើយដែលបងប្អូនចូលចិត្តនៅវីដេអូរបស់ខ្ញុំដែលខ្ញុំបាទចែកម្លែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងខ្លះហ្នឹងបងប្អូនពេញចិត្តកុំភ្លេចជួយចុច like subscribe នៅ channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីហើយក៏ដូចជាជួយផ្ដល់នូវកម្លាំងចិត្តដល់រូបខ្ញុំដើម្បីបាទមានទឹកចិត្តនៅក្នុងការធ្វើវីដេអូបន្តទៀតណាបងប្អូនណាបាទសូមអរគុណ